សាលិខិតរំលែកទុក្ខគោរពជូនក្រុមគ្រួសារនៃសពវីរអយុធជនពលីទាំង5រូបក្នុងនាមថ្នាក់ដឹកនាំអង្គភាពសារព័ត៌មានសក្ការៈថ្មីនិងសហការីយើងខ្ញុំសូមសម្ដែងនូវសេចក្តីក្តុកក្តួលរន្ធត់ចិត្តនិងសោកស្ដាយឥតឧបមារកអ្វីប្រៀបផ្ទឹមពុំបានចំពោះមន្ត្រីនគរបាលជាតិ2រូបនិងប្រជាការពារ3រូបដែលបានពលីជីវិតក្នុងបេសកកម្មបំពេញភារកិច្ចបង្ក្រាបករណីគ្រឿងញៀនកាលពីថ្ងៃពុធទី5ខែសីហាឆ្នាំ2026នៅភូមិឆៃលុកឃុំអូសោមស្រុកវាលវែងខេត្តពោធិ៍សាត់គុណបំណាច់និងវីរភាពនៃការលះបង់សាច់ស្រស់ឈាមស្រស់ដ៏ធំធេងរបស់វីរជនទាំង5រូបនេះគឺជាកាយវិការបង្ហាញពីស្មារតីស្នេហាជាតិដ៏ខ្ពង់ខ្ពស់ការទទួលខុសត្រូវចំពោះមុខច្បាប់និងជាការលះបង់ដ៏ថ្លៃថ្លាបំផុតដើម្បីសន្តិសុខសុវត្ថិភាពនិងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនិងសង្គមជាតិការបាត់បង់វីរជនទាំង5រូបមិនត្រឹមតែជាការបាត់បង់ស្វាមីឪពុកកូននិងសាច់ញាតិជាទីស្រឡាញ់គ្មានអ្វីប្រៀបផ្ទឹមបានរបស់ក្រុមគ្រួសារប៉ុណ្ណោះទេប៉ុន្តែក៏ជាការបាត់បង់នៅកម្លាំងការពារសន្តិសុខដ៏ក្លាហាននិងមានគុណតម្លៃជាប្រវត្តិសាស្ត្ររបស់ជាតិមាតុភូមិទាំងមូលផងដែរយើងខ្ញុំសូមចូលរួមរំលែកនៅមហាទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពហើយសូមឧទ្ទិសបួងសួងដល់តេជះបារមីនៃព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមដួងវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនពលីទាំង5រូបបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ